ចានាងខ្ញុំប៉ែនបុប្ផាសូមចូលរួមអបអរសាទរទិវាអន្តរជាតិ8មីនាខួបទី114ឆ្នាំ2025ក្រោមប្រធានបទសិទ្ធិសមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបជាការពិតណាស់សិទ្ធិទាំងស្ត្រីទាំងបុរសគឺយើងមានតាំងពីកំណើតរីឯសមភាពគឺយើងមានភាពស្មើគ្នានៅក្នុងកិច្ចការងារសង្គមក៏ដូចជាការចូលរួមចំណែកនៅក្នុងសកម្មភាពផ្សេងៗដែរចំណែកភាពអង់អាចវិញគឺត្រូវការពង្រឹងសមត្ថភាពបន្ថែមការបង្កើននូវទំនុកចិត្តបន្ថែមទៀតជាពិសេសនៅក្នុងចំណោមស្ត្រីហើយនិងក្មេងស្រីគ្រប់រូបស្ត្រីទាំងឡាយក្មេងស្រីគ្រប់រូបទាំងអស់ដើម្បីឲ្យយើងអាចមានភាពអង់អាចសូមឲ្យយើងបានបង្កើននូវសមត្ថភាពហើយនៅក្នុងសមត្ថភាពនេះខ្ញុំយល់ថាយ៉ាងហោចយើងមានសមត្ថភាពសំខាន់ចំនួន6ទី1គឺត្រូវមានចំណេះជំនាញបច្ចេកទេសបើយើងចេះអ្វីមួយមានជំនាញអ្វីមួយឲ្យប្រកបអាចធ្វើការងារបានលទ្ធផលហើយអាចបានបង្កើនប្រាក់ចំណូលបង្កើនសេដ្ឋកិច្ចសម្រាប់ខ្លួនឯងគ្រួសារផងដែរភាពជំនាញទៀតសោតត្រូវការជំនាញទន់បន្ថែមទៀតដែលយើងហៅថាបំណិនជីវិតហើយជាភាសាអង់គ្លេសយើងហៅថា soft skill នោះឯងចាបន្ថែមពីលើជំនាញទន់នេះទៀតគឺយើងត្រូវមានជំនាញតាក់ទងទៅនឹងផ្នែកភាសាចាហើយយើងចេះភាសាឲ្យបានច្រើនភាសាក៏កាន់តែល្អប្រសើរចាអ្វីដែលកាន់តែសំខាន់ភាសាខ្មែរគឺត្រូវតែច្បាស់បន្ទាប់ទៀតគឺភាសាទំនាក់ទំនងចាអាចថាភាសាអង់គ្លេសឬក៏ភាសាចិនឬក៏ភាសាផ្សេងថែមទៀតហើយលើពីនោះទៅទៀតជំនាញទី4ដែលស្ត្រីក៏ដូចជាក្មេងស្រីគ្រប់រូបគួរតែមានគឺតាក់ទងទៅនឹងជំនាញហិរញ្ញវត្ថុចំណេះដឹងហិរញ្ញវត្ថុដែលយើងរស់នៅក្នុងសង្គមបច្ចុប្បន្នយើងប្រើប្រាស់លុយកាក់ជាមធ្យោបាយនៅក្នុងការដោះដូរផលិតផលឬក៏សេវាកម្មចាដូច្នេះតោងឲ្យយើងមានចំណេះដឹងហិរញ្ញវត្ថុដែលអាចគ្រប់គ្រងលុយកាក់ផ្ទាល់ខ្លួនហើយនឹងក្រុមគ្រួសារបានជំនាញទី5គឺ Digital ក្នុងយុគសម័យ Digital នៅក្នុងសម័យបច្ចេកវិទ្យាដែលរីកចម្រើនជឿនលឿនយ៉ាងខ្លាំងក្លាស្ត្រីក្មេងស្រីមិនអាចដកខ្លួនចេញពីពិភពមួយនេះបានទេត្រូវតែយល់ឲ្យច្បាស់ហើយអាចប្រើប្រាស់វាបានជៀសវាងការធ្លាក់ក្នុងគ្រោះថ្នាក់ដោយសារតែយើងមិនបានយល់ពី Digital ទី6គឺតកតងទៅនឹងចំណេះដឹងទូទៅចាចំណេះដឹងទូទៅគឺត្រូវតែយល់អំពីសង្គមបច្ចុប្បន្នថាតើដំណើរវិវត្តដល់ណាហើយសេដ្ឋកិច្ចនយោបាយសង្គមវប្បធម៌គឺត្រូវតែមានការយល់ដឹងហើយស្វែងយល់ព័ត៌មានបន្ថែមទៀតដើម្បីឲ្យមានសមត្ថភាពពេញលេញចាក្រៅពីការកសាងសមត្ថភាពត្រូវតែថែទាំសុខភាពឲ្យបានល្អស្ត្រីហើយនិងក្មេងស្រីគ្រប់រូបគួរតែយកចិត្តទុកដាក់ឲ្យខ្លាំងមែនទែនទៅលើការថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តចាពេលខ្លះសុខភាពផ្លូវកាយរឹងមាំក៏ពិតមែនប៉ុន្តែបើសិនជាផ្លូវចិត្តមិនរឹងមាំនោះយើងក៏អាចមានបញ្ហាប៉ះពាល់ដល់ការសម្រេចចិត្តប៉ះពាល់ដល់ស្ថានភាពជីវភាពនៅក្នុងក្រុមគ្រួសារហើយនិងសង្គមផងដែរចំណុចទី3ដែលសំខាន់ដើម្បីឲ្យស្ត្រីមានភាពអង់អាចដើម្បីឲ្យអាចប្រើប្រាស់សិទ្ធិសេរីភាពអាចចូលរួមនៅក្នុងសង្គមដោយសមភាពនោះគឺមិនអាចចោលបានទេគឺចំណុចសំខាន់នោះគឺគុណធម៌ដែលខ្ពស់បំផុតគឺត្រៃកោតធម៌ដែលមានខន្តីមានន័យថាការអត់ធ្មត់តស៊ូជំនះគ្រប់ឧបសគ្គនោះហើយនឹងសច្ចៈភាពស្មោះត្រង់ជាមួយខ្លួនឯងជាមួយអ្នកជុំវិញជាមួយក្រុមគ្រួសារជាមួយស្វាមីភរិយាកូនជាមួយនឹងមនុស្សទាំងអស់នៅក្នុងសង្គមផងដែរចាហើយចំណុចទី3គឺកតញ្ញូដឹងគុណលោកពុកអ្នកម៉ែគឺជារឿងចាំបាច់បំផុតហើយដឹងគុណលោកយាយលោកតាអ៊ំពូមីងបងប្អូនដែលបានចូលរួមចំណែកនៅក្នុងជីវិតរបស់យើងហើយអរគុណដល់អតីតឬក៏បច្ចុប្បន្ននៃប្រធានឬក៏កូនចៅរបស់យើងក្រុមការងាររបស់យើងមិត្តភ័ក្តិរបស់យើងដឹងគុណប្តីដឹងគុណកូននិយាយរួមគឺដឹងគុណមនុស្សគ្រប់គ្នារហូតដល់ដឹងគុណធម្មជាតិទឹកដីភ្លើងខ្យល់ដែលផ្ដល់ឱកាសឲ្យយើងបានបន្តដកដង្ហើមរស់បន្តការអភិវឌ្ឍខ្លួនឯងបន្តបង្កើតនូវសមិទ្ធផលសម្រាប់ជីវិតសម្រាប់ក្រុមគ្រួសារក៏ដូចជាសង្គមជាតិតទៅមុខទៀតដូច្នេះស្ត្រីទាំងអស់សូមបន្តពង្រឹងខ្លួនឯងប្រើប្រាស់សិទ្ធិសេរីភាពរបស់យើងហើយចូលរួមដោយសមភាពនិងបង្កើននូវភាពអង់អាចបន្តទៀតដោយទិសស្លោកនៅក្នុងឆ្នាំ2025នេះក្រោមប្រធានបទសិទ្ធិសមភាពភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបសូមអរគុណ